nhiệt nhôm từng óc kia đằng hơi thà dương từng óc kia tại té trong bàn bồn hơi trong sập sái Phật Phật Sasana mẹ nên nhiệt nhôm phần tay đôi xa dương bàn sắc xa tách dương lư tam kia tư đạp lục Tesna khla chân tứ dương bằng ôn chất tha ca thưa tiền nâng lọ hơi bàn bốn tràn hơi mẹ nên nhìn nhốt phần tay bạch thoa rồi bỏ bạch sama samput cứ mình men nơi trầm tại ca thưa tiền tê rồi ăn oi dương nâng che lang thạch đài chân nhiệt nhôm bán sama tiền sờ nhiệt nhôm mơ tư đôi chia mình khơi nơi a để sang khơi nơi phiệp khoai khoal rồi vô đôi chỉ ca thưa tiên của Phật men phần tay an sang này ca lang này tha thai đã xa sân ní cứ cày lên nè vợ mùi tiên pro ang oi dương nắng cùng oi miên nơi xịt đây sẵn đo nơi non cội sol nâng miền đây tha thưa bồn bồn nắng cống toàn cục quan pro ang oi dương nắng khơi nơi pro giáo này ca ọc rùng chật tiết cứ ca chấm rán samatha kamathán vipassana kamathán nâng hai cứ ca ọc rùng chật chân nhiệt nhôm trâu bồng pin cáchទាំងអស់នេះដោយព្រះអង្គគ្រូបានរំលឹកពីព្រឹកមិញថាដោយអីញាតិញោមដោយធម្មឆន្ទៈញាតិញោមណាគោរពស្រឡាញ់នៅព្រះធម៌ស្ដាប់នឹងក៏ដោយការគោរពរៀននឹងក៏ដោយការគោរពធ្វើទុកក្នុងចិត្តនឹងក៏ដោយការគោរពពិចារណានឹងក៏ដោយការគោរពបដិបត្តិនឹងក៏ដោយការគោរពការគោរពទាំង5ប្រការនេះហើយដែលព្រះអង្គសម្ដែងថាញ៉ាំងឲ្យព្រះពុទ្ធសាសនានឹងរីកចម្រើនអញ្ចឹងការផ្សព្វផ្សាយព្រះពុទ្ធសាសនាពិតប្រាកដញ៉ាំងឲ្យព្រះសាសនានេះរីកចម្រើនបានជាប្រយោជន៍ដល់មនុស្សដល់ពពួកទេវតាគឺការចម្រើននៅសិលសមាធិបញ្ញានេះហើយបងមានន័យថាគឺយើងផ្សព្វផ្សាយនៅសេចក្តីល្អមែនទេញាតិញោមការផ្សព្វផ្សាយពុទ្ធសាសនាគឺការផ្សព្វផ្សាយនៅឱវាទរបស់ព្រះសម្មាសម្ពុទ្ធនឹងហើយគឺសេចក្តីល្អព្រះធម៌ដែលព្រះអង្គបានបង្រៀនយើងនឹងហើយជាការផ្សព្វផ្សាយប៉ុន្តែមុននឹងយើងផ្សព្វផ្សាយដល់ជនដទៃយើងក៏ផ្សព្វផ្សាយឲ្យជ្រាបចូលនៅក្នុងបេះដូងរបស់យើងដែរហេតុអីពីព្រោះព្រះធម៌នេះជាគ្រឿងទ្រចិត្តរបស់ញាតិញោមនឹងឲ្យខ្ពស់ឲ្យឆ្ងាយពីអីញាតិញោមឲ្យឆ្ងាយពីបាបឲ្យឆ្ងាយពីអកុសលអានុភាពនៃព្រះធម៌នេះហើយដែលមិនឲ្យញាតិញោមនឹងធ្លាក់ទៅកាន់អបាយបានញាតិញោមគិតពិចារណាទៅថាតើព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងអស្ចារ្យប៉ុណ្ណាញាតិញោមណាពេលដែលចិត្តនឹងសៅមងណាអាចមានជាហេតុញ៉ាំងឲ្យយើងធ្លាក់នៅក្នុងនរកកើតជាដេរិឆានបានប៉ុន្តែដោយអំណាចនៃការអប់រំចិត្តនឹកដល់គុណព្រះសម្មាសម្ពុទ្ធនឹកដល់សេចក្តីល្អដែលយើងបំពេញភ្លាមចិត្តនឹងគឺធ្ងន់នៅក្នុងព្រះធម៌មិនធ្ងន់នៅក្នុងអកុសលគឺបដូរនៅអត្តភាពរបស់ញាតិញោមនឹងជាមនុស្សជាទេវតាបានជាមនុស្សជាទេវតាបានដោយអំណាចនៃព្រះធម៌នឹងហើយអញ្ចឹងញាតិញោមត្រូវគោរពព្រះធម៌នឹងទោះបីជាការបដិបត្តិនឹងបានស្ងប់តិចក៏ដោយច្រើនក៏ដោយករុណាគុណចាស់គុណព្រះអង្គនឹងត្រូវគោរពថាត្រូវគិតថាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងនាំតែព្រះអង្គអាចប្រទាននៅព្រះធម៌ដ៏បរិសុទ្ធនឹងឲ្យយើងបដិបត្តិបាននឹងថាតើព្រះអង្គបានលះបង់កម្លាំងកាយកម្លាំងចិត្តនឹងក្រៃលែងយ៉ាងណាដែលយើងពោលថាការបំពេញនៅបារមីព្រះអង្គលះបង់ក្រៃលែងណាញាតិញោមណាដើម្បីបានព្រះធម៌ដ៏បរិសុទ្ធនឹងឲ្យយើងទាំងអស់គ្នានឹងបានស្ដាប់ទាំងអាត្មាករុណាគុណម្ចាស់នឹងអញ្ចឹងទោះបីជាការបដិបត្តិនឹងមិនទាន់ស្ងប់ច្រើនក៏ដោយស្ងប់តិចក៏ដោយយើងត្រូវបំពេញកិច្ចទាំងអស់នេះដោយ
thom mà chăn tệ hơi đòi ca cố rụp là đôi cru cầm than bàn rụp lực nhiệt nhôm chân cứ chỉ ca trô ruống sắp sai bộ Phật sát ná đọt bấtប្រកប chân dương ban chập đàm bạc vẹn tì mùi tì pi có ban cho rùm khla khla ai lờ ní vẹn tì bấy trà nhiệt nhôm nè chân xịt đây là o nâng chập đàm chìa mà đó mình tách cho từ nông sản đàn chất rồi bỏ nè rồi nơi nông khai kẹp ní hai số thay dương thưa chân thử ấy vì prua xịt đây là o nâng hai để nhang ao chỉ vượtประจำ tháng ngày rồi bỏ dương nâng miến xịt đầy sọc dương cao tục đai dương on chất đai dương ngô đai dương trần an đai dương phải chăn đai còn tay về để dương miên sạch tệ pa nha rồi lực đâm nư bật thoa rồi bỏ ông tứ dương miên ấy cái nhiệt nhúng miên ca nhẹ nhiệt nhúng nè miên ca nhẹ đôi xa sạch tệ pa nha nó tự đặt tươn dương ba mình miên sạch tệ pa nha đặt tươn rồi lực dương ỏi nhẹ vì đầm nê nơi không áp của sao thế mình miền ngày nhẹ tự nhiên nhôm đấy là chẳng chỉ vứt rồi bỏ dương nâng tên cả na con một cha nâng rơi thay ở xa ở miền tôi là dạ phiệp nâng hay po pe kla nâng có miền ác của sol ca lao nó không chật chân tư còn tái dương mình bận đau ở ác của sol nâng vía thật nó không chật rồi bỏ dương là hồ tê dương che liên sầm a dương che đô à rom mẹ nó nhìn nhúng miền này tha pe kla dương khăn chỉ mỗi con trao đọc ở phay này ti men còn tay dương nhẹ thấu đọc này ti nâng bị hua hai còn tại lớn nít nhung ỏng quấy trồng rau mẹ ta sốt côn vào ong nấng sam sập này ti chân dương đô ấy nhìn nhúng những đô chân vào dương chia vật hộ chôn đi mình men đôi chỉ chất rồi bỏ pre rồi dương bột cồn tê dương trâu tại đô dương trâu liên dương trâu rồi ổ bái không cá sầm a chặt nâng hài ô ngày một nâng nhom riêng cổng nanh tí ô ở đây thế sai nâng nhom tờ vót nhom bực kiên chẳng han luôn tức mà đo đó nhom bực kiên đó sẽ cái đây chỉ là anh nâng hay đại dương chia xa vẽ xa vì cả đó chliếc rồi bó presama samput chân nhiệt nhôm từ đâm đầm lay này phải thò hơi mà giang bình tiết nhiệt nhôm chỉ nè ốp thom trơn á nơi mà chạm một đôi chỉ nè chỉ nhiệt chỉ nè chất khang tụ bay chia miền cả ốp thom pì nhôm kẹt ma basika bột bò để sạt xây nơi phnom penh ở đói còn tay bờ mình miền ca dục chất tục đại trần châm nhuận nhâm rọp an vì nhiệt nhôm nơi không khai ni tế cứ và sang sao vẹn nó có lốp mình sợ bài đai bộ đôi chia cru thoa mê cha lục bàn lược lần chân nhiệt nhôm lẹ bong cày lên này chân ca lẹ bong ní dương cùng thay đã xa nông cá vừa để tiền dương lần thất nặng tụ bây giờ ná có bàn mặc hái mà đòn đài nhiệt nhôm đấy bàn mà đòn đài chân cứ ca dục chất tục đại khoai khoal pi thủ rẽ rồi bỏ nẹt bạn để bắt ní tụ bây chia cả na con của cha cướp bờ ong chia vì khổ chia xa mà nè cả đó nhiệt nhôm chỉ bút bơ thì sát cả đói dương trư bồng pin này ca bồng ra này ca khoai khoal ní đòi chết tà trừ nhiệt nhôm nó đòi chết tà trừ đầm bay ấy đầm bay nhăn oi ca bạn để bắt nơi thoa rồi bỏ bờ ong chia ốp bạn này xài mà lược nơi rương muối về samayi muối prepo thì sát rồi bỏ dưỡng về đây bọn miền ạt thực hiệp chia sẻ thấy nơi trong samayi presama samputkasapa bọn bàn tranh từ rok ai rok chơ của bọn chia sẻ thấy nhìn nhung đấy về đây bọn niệm môn từ về đây bọn giềng nè về bọn giếng là chia sẽ thấy có từ không prey tới đa rộp đàm chớ con tái có bàn khơi nơi bị khổ mùi ong căn ba chân tới có chè lá nhận nhung chè lá có đa tam luộc chân tới có khơi luộc cung nơi còng đàm chớ bọn anh chăn nơi ở hà rập bẩn bát nâng có khoang khát ấy chân tư chân có trôi từ kiện pre bị khổ sòng nâng có lược đai sầm pe tha bọn miền khoa y tế trong cái nào nó miền sạch thi trong thưa cột thưa ấy ơi lõ sầm rạp bọn cùng nơi chân từ lô có tha là nên lục bà sọ ở y tế cứ ai bồng pin kịch nó tam sập bài chẳng có bọn chặt chay thưa cột nó chia
រយៈពេលខ្លីទេបងណាធ្វើសាមញ្ញសិនទេដើម្បីឲ្យលោកគុំទៅពេលដែលលោកចម្រើនប្រកម្មដ្ឋានកុំឲ្យអីញាតិញោមកុំឲ្យភ្លៀងនិងកុំឲ្យទឹកភ្លៀងកុំឲ្យមូសខាំការពារពិសត្វនៅក្នុងព្រៃអីចឹងណាហើយក៏បានវរណាទៀតថាបើពេលដែលព្រះអង្គទៅបិណ្ឌណាបានអាហារបិណ្ឌបាតក្តីមិនបានអាហារបិណ្ឌបាតក្តីសូមព្រះអង្គនិមន្តទៅផ្ទះខ្ញុំកណាចុះខ្ញុំកណានឹងឧបត្ថម្ភប្រគេនចង្ហាន់នឹងជាប្រចាំបងអញ្ចឹងពេលដែលប្រសង់ព្រះភិក្ខុនឹងលោកបាននៅសេនាសនៈក៏សបាយអាហារនឹងក៏សបាយណាហើយស្នាក់នៅក្នុងកុដិទៅគឺធ្វើឲ្យអាកាសឧតុសប្បាយៈនឹងមានអញ្ចឹងទៅគឺការបដិបត្តិធម៌របស់លោកនឹងរឹតតែរីកចម្រើនទៅហើយបន្ទាប់មកទៀតមកក៏ពេលដែលលោកកំពុងគង់នៅកុដិធម្មតាហ្នឹងក៏ព្រះពោធិសត្វរបស់យើងជាសទ្ធិហ្នឹងក៏បានកសាងកុដិដ៏ល្អមួយទៀតព្រោះមុនហ្នឹងក៏ធ្វើឈើធ្វើអីធម្មតាដើម្បីស្នាក់អាស្រ័យមករយៈញាតិញោមណាអញ្ចឹងក៏បានធ្វើកុដិល្អអញ្ចឹងទៅលោកស្នាក់នៅអញ្ចឹងទៅអញ្ចឹងប៉ុន្តែសំខាន់ចិត្តរបស់ព្រះពោធិសត្វលោកបង្អោនណានៅក្នុងគម្ពីរគឺពោលថាពេលដែលបានឃើញនៅដំណើរនៃការបដិបត្តិរបស់ព្រះភិក្ខុនឹងហើយក៏ព្រះពោធិសត្វបង្អោនចិត្តថាអូព្រះអង្គគឺលោកបដិបត្តិនៅសិលសមាធិបញ្ញានេះដើម្បីណារំដោះខ្លួននឹងពីទុក្ខទាំងឡាយសម្រេចនៅព្រះនិព្វានចឹងការខ្វល់ខ្វាយការយកចិត្តទុកដាក់កសាងនៅសេនាសនៈប្រគេននៅចង្ហាន់អីជាដើមទាំងអស់របស់អាត្មាអញនេះគឺនឹងคล้ายទៅជាឧបការកធម៌ដើម្បីសម្រេចនៅព្រះនិព្វានគឺលោកបង្អោនចិត្តអញ្ចឹងញាតិញោមណាញាតិញោមចាំពាក្យដែលលោកបង្អោនចិត្តទេអញ្ចឹងពេលដែលបង្អោនចិត្តអញ្ចឹងទៅក៏កើតជាតិណាក៏ព្រះអង្គខ្លាចជាស្ដេចជាអីអញ្ចឹងទៅក្នុងរឿងហ្នឹងវែងញាតិញោមណាតែអាត្មាសង្ខេបចុះអញ្ចឹងពេលហើយមិនត្រឹមតែសេនាសនៈទេញាតិញោមណាព្រះអង្គជីកដងជីកស្រះកន្លែងលោកស្រង់ទឹកអីនឹងធ្វើទាំងអស់ប្រគេនលោកអញ្ចឹងទៅដោយការបង្អោនចិត្តយ៉ាងម៉េចញាតិញោមបង្អោនចិត្តថាព្រះអង្គព្រះភិក្ខុសង្ឃនេះលោកកំពុងតែលះបង់កម្លាំងកាយកម្លាំងចិត្តចម្រើននៅសិលសមាធិបញ្ញាជាការថែរក្សានៅព្រះពុទ្ធសាសនាផងដើម្បីសម្រេចនៅព្រះនិព្វានផងខ្ញុំប្រកាសណាសូមត្រេកអរជ្រះថ្លានៅការលះបង់របស់ព្រះអង្គហើយខ្ញុំកណាបង្អោនចិត្តជួយឧបត្ថម្ភខ្វាយខ្វល់ទាំងអស់នេះដើម្បីអីញាតិញោមដើម្បីសន្សំឧបនិស្ស័យសម្រេចនៅព្រះនិព្វានអញ្ចឹងក៏បង្អោនចិត្តអញ្ចឹងទៅក្នុងគម្ពីរណាព្រះអង្គកើតជាស្ដេចកើតជាអីហើយមានប្រាសាទមានអីនឹងច្រើនណាស់ហើយក្នុងជាតិនឹងមួយព្រះអង្គកើតជាស្ដេចទៅពេលដែលព្រះអង្គចាស់ទៅព្រះអង្គទៅបដិបត្តិធម៌ណាក្នុងប្រាសាទហ្នឹងគ្រាន់តែព្រះអង្គឡើងតាមកម្មចិន្តាភ្លាមព្រះអង្គអានុភាពនៃបុណ្យដែលបានខ្វាយខ្វល់ឲ្យភិក្ខុសង្ឃនោះត្រាស់ដឹងជាព្រះអរហន្តហ្នឹងអានិសង្ឃហ្នឹងព្រះអង្គអធិដ្ឋានឲ្យព្រះអង្គសន្សំច្រើនទៅព្រះអង្គសម្រេចឈានសមាបត្តិអីជាដើមអញ្ចឹងទៅអញ្ចឹងអាត្មាលើករឿងនេះឡើងចង់ឲ្យករុណាគុណចាស់ញាតិញោមទាំងអស់គ្នាដឹងថាខ្ញុំកណាដឹងខ្ញុំកណាជាព្រះប្រធានមែនប៉ុន្តែព្រះឧទ្ទេសពតក៏ខ្វល់ខ្វាយណាច្រើនពីអាហារលោកគ្រូជាគ្រូធម្មចារ្យព្រះញាតិវិចិត្រក៏លោកណាខ្វាយខ្វល់ក្នុងការបង្រៀនក្នុងការបង្ហាត់ព្រះអនុប្រធានគ្រប់ព្រះអង្គហ្នឹងក៏ខ្វាយខ្វល់ទៅតាមកិច្ចរៀងខ្លួនហើយព្រះភិក្ខុសង្ឃដែលគង់នៅទីនេះដូចគ្នាណាសម្អាតវត្តធ្វើនេះធ្វើនោះកិច្ចការច្រើនណាលោកខ្វាយខ្វល់ច្រើនដោយសម័យកឋិនអីហ្នឹងហើយញាតិញោមសីលវតីក៏ដូចគ្នាអាចារ្យក៏ដូចគ្នាញាតិញោមជាឧបាសកឧបាសិកាអ្នកឧបត្ថម្ភចង្ហាន់ហ្នឹងក៏ដូចគ្នាខ្វាយខ្វល់ទាំងអស់គ្នាញាតិញោមណាអញ្ចឹងយើងខ្វាយខ្វល់ហ្នឹងញាតិញោមបង្អោនចិត្តឲ្យត្រូវថាខ្វាយខ្វល់នេះចង់ឲ្យអ្នកដែលមកបដិបត្តិនឹងបដិបត្តិបានស្រួលមានអាហារបរិភោគបានស្រួលមានកុដិអាស្រ័យរស់នៅបានស្រួលយើងបំពេញកុដិទាំងអស់នេះក៏បង្អោនចិត្តថាសូមឲ្យខ្ញុំនឹងបានសុខបានចម្រើនជាបច្ច័យរួចចាក់ទុកអាហ្នឹងតើយើងបង្អោនចិត្តចឹងពេលដែលយើងបំពេញទាំងអស់ហ្នឹងយើងបង្អោនចិត្តចឹងទៅគឺបុណ្យហ្នឹងវាក្រៃលែងញាតិញោមណាដូចញាតិញោមពេលកឋិនពេលអីមកបោះអីហ្នឹង
អាត្មាតែងតែណែនាំចេះតែប្រាប់choញាតិញោមណាថាទៅវត្តតើតែមានថវិកាមានលុយអត់ទេបើនៅទីនេះញាតិញោមអត់អីប្រគេនលោកក៏ដោយណាញាតិញោមមកអង្គុយមកភ្នែនញាតិញោមមកបោសតាមផ្លូវតាមព្រះវិហារហ្នឹងក៏ប៉ុនហ្នឹងក៏យកទៅណាអត់អស់ដែរញាតិញោមត្រូវប្រាប់ពួកគាត់អញ្ចឹងណាប៉ុនហ្នឹងវាមិនមែនកើតឡើងតើតែយើងចំណាយថវិកាទេគឺត្រូវចំណាយមែនប៉ុន្តែសម្រាប់អ្នកដែលគាត់មិនមានឱកាសបំពេញបុណ្យដោយចំណាយថវិកាដែលយើងថាលុយហ្នឹងយើងឲ្យគាត់នៅមកវត្តញាតិញោមណាសម្អាតណាបើមានទឹកម្ដបក៏ប្រគេនម្ដបចឹងទៅយើងឲ្យគាត់សន្សំឧបនិស្ស័យជ្រះថ្លានៅក្នុងពុទ្ធសាសនាហ្នឹងក៏យើងជាអ្នកនាំមកហ្នឹងក៏បានបុណ្យដែរក៏បានបុណ្យក្រៃលែងអញ្ចឹងខ្ញុំកណាអាត្មាភាពមិនមានអីទេក៏ជប់យប់ហើយក៏សូមរំលឹកដល់កណាគុណចាស់គុណព្រះអង្គជាព្រះភិក្ខុសង្ឃណាព្រះអង្គមកថ្មីអីហ្នឹងគឺព្រះអង្គរៀនអនុវត្តតាមមើលឃើញប្រសង្ឃដែលលោកគង់នៅយូរនេះលោកធ្វើអីក៏ធ្វើតាមលោកងើបបដិបត្តិចឹងណាព្រះអង្គដែលមកតែថាមករៀននឹងពួកយើងមករៀនហើយមុននឹងយើងរៀនព្រះបរិយ័តក៏យើងបង្អោនចិត្តរៀនការបដិបត្តិពីព្រោះការសិក្សាចង់ខ្លាយជាគ្រូចង់ទៅបរិញ្ញាគេនេះតើតែយើងនឹងមានបទពិសោធន៍ឆ្លងកាត់នៅភាពជូរចត់ព្រះអង្គណាពាក្យថាជូរចត់នឹងត្រូវដុតកម្លោចកលេសនឹងយ៉ាងម៉េចមិនប្រើទូរស័ព្ទពេលខ្លះអង្គុយទៅងក់ពេលខ្លះអង្គុយនឹងកលេសវាបៀតបៀនវាចង់នេះក្តៅក្រហល់ក្រហាយនឹងវាអាចមានគ្រប់ពេលទាំងអស់ព្រោះកលេសឬក៏មានចិត្តបាបនេះពេលដែលយើងកំពុងតែដើរនៅក្នុងមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធគឺវាធ្វើឲ្យយើងនឹងមិនមានសេចក្តីសុខទេមិនមានសេចក្តីសុខទេញាតិញោមអង្គុយនឹងដឹងហើយមែនទេញាតិញោមគឺវាមករករឿងយើងរហូតប៉ុន្តែយើងមិនលះបង់ទេព្រោះទោះបីជាវារករឿងយើងក៏ដោយយើងមិនលះបង់ដូចជាញាតិញោមរស់នៅក្នុងដំណើរនៃជីវិតមានបញ្ហាអញ្ចឹងមានបញ្ហាមែនប៉ុន្តែសូថាញាតិញោមនៅទៅមុខឯងញាតិញោមនៅទៅមុខឯងទៅមុខពេលខ្លះក៏យំពេលខ្លះក៏អន់តូចចិត្តពេលខ្លះក៏គេងអត់លក់ពេលខ្លះក៏មួម៉ៅប៉ុន្តែចេះទៅហើយដោយសារមានអីដោយសារមានឆន្ទៈនឹងហើយអញ្ចឹងក្នុងការបដិបត្តិធម៌នេះការអង្គុយសមាធិនេះគឺមិនស្រួលទេបងញាតិញោមណាមិនស្រួលទេគឺវាមានឧបសគ្គច្រើនគឺកិលេសនឹងហើយប៉ុន្តែពេលដែលយើងព្យាយាមធ្វើបានបុណ្យនឹងក្រៃលែងណាស់បងបុណ្យនឹងក្រៃលែងណាស់បុណ្យដែលប្រយុទ្ធប្រឆាំងជាមួយកិលេសនេះគឺក្រៃលែងមែនតែនណាអញ្ចឹងកណាគុណចាស់ក៏ប្រឹងតែមកថ្មីក៏ប្រឹងសិក្សាប្រសង់ដែលគង់នៅទីនេះក៏ព្រះអង្គឃើញនៅប្រយោជន៍នៃវិវេកវិវេកនឹងមានន័យថាការសម្រាកផ្លូវកាយផ្លូវចិត្តឧទាហរណ៍សាមញ្ញព្រះអង្គមិនដូចញាតិញោមទេគាត់រវល់ណាស់គាត់គិតនេះគិតនោះនាំតែបានថវិកាណា10000 20000ហ្នឹងគឺគិតផងរត់ផងដើរផងញាតិញោមណាអញ្ចឹងតែព្រះអង្គអត់ទេណាងើបទៅព្រលឹមវាយជួងទៅបិណ្ឌឲ្យអង្គុយសមាធិអញ្ចឹងព្រះអង្គព្យាយាមឃើញប្រយោជន៍ថាប្រភ្នោះឬក៏ធម្មមរតកដែលព្រះសម្មាសម្ពុទ្ធប្រទានឲ្យហ្នឹងគឺជារបស់ទឹកណាសេចក្តីសុខណាសេចក្តីសុខក្រៃលែងណាព្រះអង្គត្រូវឃើញនៅអានិសង្សរបស់អ្នកបួសហ្នឹងចឹងហើយទោះបីជាព្រះអង្គមិនធ្វើអីក៏ដោយណាញាតិញោមណាញាតិញោមក៏ស្ដាប់ដែរទៅទោះបីជាព្រះអង្គមិនរវល់ដោយខ្ញុំកណារកថវិកាជួយវត្តជួយអីក៏ដោយពេលដែលព្រះអង្គអាចថែរក្សានៅប្រភ្នោះនឹងបានបង្អោនចិត្តធ្ងន់នៅក្នុងប្រភ្នោះនឹងបានរីករាយនឹងប្រភ្នោះនឹងបានគឺភាពអស្ចារ្យហើយញាតិញោមជាអ្នកឧបត្ថម្ភត្រូវយល់ញាតិញោមញាតិញោមមើលទៅសាមញ្ញទេប៉ុន្តែអាចនៅក្រងចពោនឹងបានកាន់បាតបាននៅស្រឡាញ់ចពោនៅស្រឡាញ់បាតនេះបាននេះគឺទាល់តែមានបុណ្យហើយព្រះអង្គត្រូវបណ្ដុះចិត្តនឹងជារៀងរាល់ថ្ងៃឃើញបាតនឹងស្រឡាញ់ញាតិញោមថាអូបើអាត្មាអញទៅជាកុហកវិញមាននេះមាននោះតើខ្វល់ខ្វាយយ៉ាងណាមែនទេញាតិញោមខ្វាយខ្វល់ណាស់អញ្ចឹងខ្ញុំកណាមិនមានអីការរំលឹកទេគឺ
tụi bây giờ bọn ông mình chui trong cái na ấyយ៉ាងណាក៏ដោយឲ្យតែព្រះអង្គស្រឡាញ់ប្រភ្នួស្រឡាញ់បាស្រឡាញ់ចពោស្រឡាញ់ការបដិបត្តិនេះវាជាការតបស្នងសងគុណដល់ក្រៃលែងទៅហើយសម្រាប់ខ្ញុំកណាជាអ្នកគ្រប់គ្រងផងសម្រាប់ជាការអនុគ្រោះដល់អីញាតិញោមដល់ពុទ្ធបរិស័ទដែលខ្វាយខ្វល់ពីព្រះអង្គផងចឹងហើយបានព្រះរាហុលលោកតែងតែលើកដៃសំពះថាម៉េចណាឧកាធីរោមនុស្សានំនិច្ចាំអបជិតោមយាលោកគោរពថ្វាយបង្គំជារឿយចំពោះបុគ្គលណាចំពោះបុគ្គលទាំងឡាយណាដែលបានបង្ហាញនៅផ្លូវនៅពន្លឺដល់មនុស្សទាំងឡាយក្នុងនោះលោកចង់ពោលថាយើងត្រូវតែគោរពព្រះសម្មាសម្ពុទ្ធទាំងឡាយយើងត្រូវគោរពគ្រូរបស់យើងទាំងឡាយដែលជាអ្នកបង្ហាញនៅផ្លូវពិតដល់ជីវិតរបស់យើងណាអញ្ចឹងខ្ញុំកណាមានអីទេគឺយើងធ្លាប់បូជានៅភេសជ្ជៈបូជានៅចង្ហាន់ញាតិញោមក៏បូជាផ្កាដែរញាតិញោមណាអញ្ចឹង7ថ្ងៃនេះយើងបូជាអីដល់ព្រះសម្មាសម្ពុទ្ធញាតិញោមកាលណាគុណចាស់យើងបូជានៅការបដិបត្តិគឺបានបុណ្យច្រើនបានអានិសង្សច្រើនបានផលច្រើនជាងការបូជានៅផ្កានេះទាំងអីទៀតបូជានេះល្អហើយមិនថាខុសទេប៉ុន្តែព្រះអង្គឃើញនៅការបូជាដល់ប្រសើរជាងនឹងទៀតនោះគឺការបូជានៅការបដិបត្តិដែលយើងចេះថែរក្សាសិលដែលយើងចេះមកអង្គុយសមាធិនេះជាការបដិបត្តិអញ្ចឹងញាតិញោមអាចបូជាថ្វាយព្រះអង្គបានថ្វាយជារឿយបង